នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ថ្មីនេះខ្ញុំបានឃើញមានការបង្ហោះជាច្រើនហើយបានវិនិច្ឆ័យថាគ្រឹះបោះសាត់គឺគ្រប់គ្រងអ៊ីស្រាអែលនិងអាមេរិករីឯបងប្អូនអ៊ីស្លាមគឺគ្រប់គ្រងអ៊ីរ៉ង់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាឆ្លើយតបទៅនឹងសំណួរដែលសួរថាតើគ្រឹះបោះសាត់ពិតជាគ្រប់គ្រងអ៊ីស្រាអែលឬអ៊ីរ៉ង់មែនឬទេដើម្បីយល់ពីសំណួរនេះយើងត្រូវជីកទៅកាន់ឫសគល់នៃប្រទេសទាំងពីរជាមុនសិនហើយដើម្បីដឹងគឺខ្ញុំមានតែប្រើព្រះគម្ពីរប៊ីបនិងភូមិឋានប្រវត្តិសាស្ត្រជាក់ស្ដែងដែលបានកាត់ឡើងតែប៉ុណ្ណោះពីព្រោះមានការកត់ត្រាណាមួយដែលមានអាយុកាលជាង3000ទៅ6000ឆ្នាំនោះទេគឺមានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះដែលបានកត់ត្រារឿងរ៉ាវដ៏យូរអង្វែងបែបនេះហើយយើងនឹងមើលទៅកាន់ព្រះគម្ពីរហើយធៀបទៅនឹងភូមិឋានប្រវត្តិសាស្ត្រជាក់ស្ដែងនាពេលបច្ចុប្បន្ននេះតើប្រទេសអ៊ីស្រាអែលមានដើមកំណើតដំបូងចេញពីកន្លែងណាប្រទេសអ៊ីស្រាអែលមានប្រវត្តិយូរណាស់មកហើយមិនមែនទៅតែមានថ្មីនេះទេបើបងប្អូនទៅអ៊ីស្រាអែលបងប្អូននឹងឃើញទីតាំងប្រវត្តិសាស្ត្រជាច្រើនខ្លះមានអាយុកាលជាង3000ទៅ5000ឆ្នាំឯណោះឈ្មោះនៃប្រទេសអ៊ីស្រាអែលនេះគឺបានមកពីឈ្មោះរបស់បរិសម្នាក់ដែលបានផ្លាស់ប្ដូរឈ្មោះដើមរបស់គាត់ពីយ៉ាកុបមកអ៊ីស្រាអែលលោកអ៊ីស្រាអែលឬលោកយ៉ាកុបនេះមានឪពុកឈ្មោះថាអ៊ីសាក់ហើយលោកអ៊ីសាក់នេះជាកូនរបស់លោកអាប់រ៉ាហាំដែលអាប់រ៉ាហាំគឺជាអ្នកដែលមានសេចក្តីជំនឿជឿទៅលើព្រះម្នាក់លោកគឺជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងជំនឿរបស់សាសនាធំគឺសាសនាគ្រិស្តសាសនាយូដានិងសាសនាអ៊ីស្លាមលោកត្រូវបានព្រះគម្ពីរប៊ីបកត់ត្រាថាជាបិតានៃសេចក្តីជំនឿលោកមានដើមកំណើតមកពីទីក្រុងនៃសាសខាល់ដេគឺនៅតំបន់មេសូប៉ូតាមីបុរាណគឺនៅប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ននេះឯងហើយព្រះគម្ពីរប៊ីបបានកត់ត្រាថាព្រះបានហៅគាត់ចាក់ចេញពីផ្ទះរបស់គាត់ទៅឯទឹកដីថ្មីគឺជាទឹកដីកាណាននៅសម័យនោះគឺគ្របដណ្ដប់ដោយប្រទេសមួយចំនួននាសប្តាហ៍ថ្ងៃនេះដូចជាប្រទេសអ៊ីស្រាអែលប្រទេសប៉ាឡេស្ទីនលីបង់សូដានីខាងលិចហើយនិងផ្នែកខ្លះនៃប្រទេសស៊ីរីផងដែរទឹកដីកាណានពីបុរាណនេះគឺជាទឹកដីដែលព្រះបានសន្យាផ្ដល់ដល់លោកអាប់រ៉ាហាំដូច្នេះហើយបានជាគ្រឹះបោះសាត់តែងតែនិយាយថាទឹកដីសន្យានឹងឯងនៅក្នុងព្រះគម្ពីរប៊ីបព្រះគម្ពីរលោកុបាទជំពូក12ខ7បានសម្ដែងថាព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យអាប់រ៉ាំឃើញហើយមានព្រះបន្ទូលដូច្នេះថាអញនឹងឲ្យស្រុកនេះដល់ពូជឯងរួចនៅទីនោះគាត់ក៏សាងអាសនៈមួយថ្វាយព្រះយេហូវ៉ាដែលបានលេចមកឲ្យគាត់ឃើញនោះសម័យលោកអាប់រ៉ាហាំនេះគឺមានអាយុកាលជាង4000ឆ្នាំមកហើយខ្ញុំនឹងរាប់ត្រឹមតែសម័យលោកអាប់រ៉ាហាំប៉ុណ្ណោះតាមពិតទៅឫសគល់នៃជាតិសាសន៍ហេប្រឺអ៊ីស្រាអែលនេះគឺមានឡើងទៅដល់សម័យលោកអាដាមដែលជាមនុស្សដំបូងដែលព្រះបានបង្កើតនៅក្នុងសួនច្បារអេដានទៅទៀតឥឡូវនេះខ្ញុំសូមត្រឡប់ទៅកាន់លោកយ៉ាកុបឬអ៊ីស្រាអែលវិញលោកយ៉ាកុបឬអ៊ីស្រាអែលនេះមានកូនប្រុស12នាក់ហើយកូនប្រុសទាំង12នាក់នេះហើយបានក្លាយទៅជាកុលសម្ព័ន្ធទាំង12របស់អ៊ីស្រាអែលបើសិនជាបងប្អូនចង់កាន់តែច្បាស់បន្ថែមទៀតបងប្អូនអាចស្រាវជ្រាវបន្ថែមអំពីកុលសម្ព័ន្ធទាំង12របស់អ៊ីស្រាអែលនេះខ្ញុំសូមនិយាយត្រួសៗដើម្បីសាច់រឿងមកខ្លីកុលសម្ព័ន្ធទាំង12នាក់នេះគឺជាអ្នកជឿទៅលើព្រះការរាប់រយឆ្នាំក្រោយមកពូជអម្បូរនេះមានចំនួនកាន់តែច្រើនហើយគេបង្កើតឲ្យមានអ្នកដឹកនាំក្រោយមកក៏មានជាស្ដេចហើយស្ដេចដំបូងរបស់អ៊ីស្រាអែលនេះគឺមានឈ្មោះថាស្ដេចសូលនេះគឺអំឡុងពេលឆ្នាំ1004គ្រិស្តសករាជទៅទៀតឬជាង3000ឆ្នាំបើរាប់មកដល់បច្ចុប្បន្ននេះបងប្អូនអាចឆែកមើលក្នុងភូមិសាស្ត្រជាក់ស្ដែងក្នុងប្រទេសអ៊ីស្រាអែលបច្ចុប្បន្ននេះបានដូចជាទីក្រុងរបស់ស្ដេចសូលនៅអ៊ីស្រាអែលនឹងគឺសុទ្ធតែត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរប៊ីបទាំងអស់បន្ទាប់ពីស្ដេចសូលមកគឺដល់សម័យរបស់ស្ដេចដាវីតហើយកូនរបស់ស្ដេចដាវីតគឺស្ដេចសាឡូមោនសម័យសាឡូមោននេះហើយដែលជាសម័យដែលព្រះវិហារយេរូសាឡឹមត្រូវបានសាងសង់យេរូសាឡឹមនេះហើយគឺជាទឹកដីបរិសុទ្ធនៃសាសនា3ធំគឺសាសនាគ្រីស្ទសាសនាយូដាហើយនិងសាសនាអ៊ីស្លាមក្រោយសម័យស្ដេចសាឡូមោនទៅប្រទេសអ៊ីស្រាអែលត្រូវបានបែងចែកជាពីរក្រោមការដឹកនាំរបស់បុត្រារបស់សាឡូមោនដែលមានព្រះនាមថារេហូបោមស្ដេចអង្គនេះបានធ្វើឲ្យមានភាពចម្រុងចម្រាស់ជាច្រើនរហូតទៅដល់ឈានទៅដល់មានការបះបោរហើយបែងចែកប្រទេសជាពីរធំគឺខាងត្បូងដែលហៅថាយូដាដែលមានរាជធានីឈ្មោះថាយេរូសាឡឹមហើយខាងជើងដែលហៅថាអ៊ីស្រាអែលមានរាជធានីឈ្មោះថាសាមារីដូច្នេះហើយបានជាសាសយូដានេះគេស្អប់សាសសាមារីណាស់រឿងនៃសម្អប់នេះផងដែរក៏បានកត់ត្រានៅក្នុងព្រះគម្ពីរប៊ីបអំពីដំណឹងល្អរបស់ព្រះយេស៊ូវដែលទ្រង់បានជួបជាមួយនឹងស្ត្រីសាសសាមារីរឿងរ៉ាវនៃការបែកបាក់នេះបានកើតឡើងជាង2900ឆ្នាំមកហើយបងប្អូនអាចស្រាវជ្រាវបន្ថែមដើម្បីឲ្យយល់កាន់តែច្បាស់ក្រោយពេលដែលប្រទេសទាំងពីរនេះបានបែកបាក់មិនយូរប៉ុន្មានប៉ែកខាងជើងដែលហៅថាអ៊ីស្រាអែលនេះក៏បានធ្លាក់ទៅក្នុងការក្បត់សាសនាគឺពួកគេបានថ្វាយបង្គំរូបព្រះហើយក្រោយមកជាតិសាសន៍ទាំងមូលនេះត្រូវបានបំផ្លាញដោយសាសអាសឺនៅក្នុងឆ្នាំ722មុនគ្រិស្តសករាជសរុបមកអ៊ីស្រាអែលខាងជើងនេះត្រូវបានបំផ្លាញចោលតាំងតែពីជាង2700ឆ្នាំមកម្ល៉េះពេលត្រូវបានបំផ្លាញចោលប្រជាជនក៏ចាក់ចាយគ្នាទៅពាសពេញគ្រប់ទីកន្លែងផ្សេងអ្វីដែលនៅសេសសល់គឺជាអ៊ីស្រាអែលប៉ែកខាងត្បូងដែលហៅថាប្រទេសយូដានេះឯង
យូដានេះគឺជាឈ្មោះដែលបានមកពីកូនរបស់លោកយ៉ាកុបអ៊ីស្រាអែលនេះឯងហើយយូដានេះឯងដែលបងប្អូនខ្មែររបស់យើងហៅថាជនជាតិ Jewish បន្ទាប់ពីការបែកបាក់គ្នាអ្វីដែលនៅសេសសល់គឺអ៊ីស្រាអែលខាងត្បូងហើយក្រោយមកក្រុមការដឹកនាំរបស់ស្ដេចជាច្រើនរហូតដល់មានពេលមួយដែលប្រទេសនេះបានបែកចែងពីការធ្វើតាមព្រះហើយប្រទេសនេះបានធ្លាក់ទៅក្នុងការត្រួតត្រារបស់អាណាចក្របាប៊ីឡូននៅក្នុងឆ្នាំ605មុនគ្រិស្តសករាជស្ដេចនេបូខនេសានៃអាណាចក្របាប៊ីឡូនបានច្បាំងឈ្នះប្រទេសអេស៊ីបហើយក៏បានចាប់ផ្ដើមក្លាយជាមហាអំណាចកាន់តែខ្លាំងឡើងហើយបានយកប្រទេសអ៊ីស្រាអែលខាងត្បូងនេះទៅជារដ្ឋចំណុះរបស់ខ្លួនពួកគេត្រូវបានបង្ខំឲ្យបង់ពន្ធនិងយកសុយសាអាករជាច្រើនដើម្បីថ្វាយទៅដល់ស្ដេចបាប៊ីឡូនមិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានចាប់យកប្រជាជនជាច្រើនទៅធ្វើជាឆ្លើយនៅក្នុងប្រទេសបាប៊ីឡូនផងដែរសម័យនេះហើយគឺជាសម័យរបស់លោកដានីយ៉ែលដែលជាជនជាតិ Jewish ឬយូដានឹងហើយរឿងនេះបានកត់ត្រានៅក្នុងសៀវភៅដានីយ៉ែលនៃព្រះគម្ពីរប៊ីបយ៉ាងច្បាស់ណាស់បើសិនជាបងប្អូនចង់សិក្សាបន្ថែមបងប្អូនអាចមើលនៅក្នុងព្រះគម្ពីរប៊ីបបានអ៊ីស្រាអែលខាងត្បូងឬយូដានេះបានទៅជាឆ្លើយនៅបាប៊ីឡូនអស់រយៈពេល70ឆ្នាំបាប៊ីឡូននេះហើយដែលបច្ចុប្បន្ននេះយើងហៅថាប្រទេសអ៊ីរ៉ាក់ដែលរឿងនេះវាបានកាត់ឡើងជាស្ដែងហើយវាត្រូវបានទស្សទីមុនរួចទៅហើយដោយលោកហូរ៉ាយេរេមៀសៀវភៅយេរេមៀចំពោះ25ខ11នៅក្នុងព្រះគម្ពីរប៊ីបបានសម្ដែងថាដូច្នេះស្រុកនេះទាំងមូលនឹងទៅជាស្ងាត់ជ្រងំហើយជាទីស្រឡាំងកាំងផងសាសទាំងនេះនឹងត្រូវបម្រើស្ដេចបាប៊ីឡូនអស់70ឆ្នាំបន្ទាប់មកមិនយូរប៉ុន្មានបាប៊ីឡូនក៏បានដួលរលំគឺនៅឆ្នាំ539មុនគ្រិស្តសករាជហើយអាណាចក្រថ្មីបានផុសឡើងជាមហាអំណាចគឺអាណាចក្រមេដូពឺស៊ីដូច្នេះជនជាតិ Jewish នេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រមេដូពឺស៊ីម្ដងបងប្អូនជាគ្រឹះបរិស័ទប្រកាសណាស់បងប្អូននឹងដឹងសាច់រឿងនេះគឺរឿងដែលលោកដានីយ៉ែលនៅក្នុងរូងតោនឹងឯងគឺវាស្ថិតនៅក្នុងសម័យនឹងឯងតើអាណាចក្រមេដូពឺស៊ីនេះបច្ចុប្បន្ននៅប្រទេសណាមេដូពឺស៊ីនេះហើយគឺជាអ្នកដែលបើកឲ្យជនជាតិ Jewish ឬយូដានឹងដែលជាប់ជាឆ្លើយតាំងតែពីសម័យបាប៊ីឡូនអាចត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនគឺទៅយេរូសាឡឹមវិញដើម្បីសាងសង់ព្រះវិហារយេរូសាឡឹមឡើងវិញពីព្រោះព្រះវិហារយេរូសាឡឹមនេះត្រូវបានបំផ្លាញចោលដោយស្ដេចនេបូខនេសានៃប្រទេសបាប៊ីឡូននៅមេដូពឺស៊ីនេះគឺគ្រប់គ្រងដោយស្ដេចមួយអង្គដែលមានព្រះនាមថាស៊ីរុសស្ដេចស៊ីរុសនេះធ្លាប់ត្រូវបានទស្សទីនៅក្នុងព្រះគម្ពីរប៊ីប150ឆ្នាំមុនដែលគាត់បានកើតមកម្លេះគឺព្រះបានហៅស្ដេចស៊ីរុសនេះចំឈ្មោះតែម្ដងថាស្ដេចស៊ីរុសនេះហើយនឹងរំដោះអ៊ីស្រាអែលមកវិញព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ស្ដេចស៊ីរុសដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយជាអ្នកដែលទ្រង់កាន់ដៃស្ដាំដើម្បីឲ្យបានបង្ក្រាបអស់ទាំងសះនៅមុខខ្លួនព្រះគម្ពីរអេសាយជំពូក45ខ1អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអាណាចក្រមេដូពឺស៊ីគឺជាប្រទេសអ៊ីរ៉ង់បច្ចុប្បន្ននេះហើយបងប្អូនពីមុនពួកគេមិនមែនជាសត្រូវនឹងគ្នានោះទេហើយស្ដេចមេដូពឺស៊ីពីសម័យមុននេះថែមទាំងជាអ្នកជួយជនជាតិ Jewish ឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនគឺទៅយេរូសាឡឹមថែមទៀតផងបញ្ជាដែលចេញដោយស្ដេចស៊ីរុសនៃពឺស៊ីនេះបានធ្វើឡើងនៅឆ្នាំ538មុនគ្រិស្តសករាជព្រះគម្ពីរបានសម្ដែងយ៉ាងច្បាស់យ៉ាងដូចនេះថានៅក្នុងឆ្នាំទី1ក្នុងរាជស៊ីរុសស្ដេចពឺស៊ីព្រះយេហូវ៉ាទ្រង់បានបណ្ដាលព្រះតីស៊ីរុសជាស្ដេចពឺស៊ីឲ្យទ្រង់បានចេញរាជអង្គការផ្សាយទៅក្នុងគ្រប់នគរស៊ីរុសជាស្ដេចទ្រង់មានព្រះបន្ទូលដូចនេះថាព្រះយេហូវ៉ាជាព្រះនៃឋានសួគ៌ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយក៏បានបង្គាប់ឲ្យយើងសាងព្រះវិហារថ្វាយទ្រង់នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដាព្រះគម្ពីរអេស្រាជំពូក1ខ1ដល់ខ2អ៊ីរ៉ង់ពីមុនគឺមេដូពឺស៊ីនេះឯងគឺទើបតែដូចឈ្មោះនៅថ្ងៃទី21ខែមីនាឆ្នាំ1935ថ្មីនេះទេដូច្នេះបញ្ជាក់ថាពីមុនពួកគេមិនមែនជាសត្រូវនឹងគ្នានោះទេចំណុចចុងក្រោយដែលខ្ញុំចង់បញ្ជាក់ជាមួយបងប្អូនទាំងអស់គ្នានោះគឺថាបងប្អូនជាច្រើនបានយល់ច្រឡំថាអ៊ីស្រាអែលគឺជាប្រទេសគ្រីស្ទានប៉ុន្តែជាក់ស្ដែងប្រទេសអ៊ីស្រាអែលមិនមែនកាន់សាសនាគ្រិស្តនោះទេបងប្អូននៅក្នុងឆ្នាំ31នៃគ្រិស្តសករាជជនជាតិ Jewish នេះហើយដែលបានស្រាយឲ្យពួករ៉ូម៉ាំងឆ្កាងព្រះយេស៊ូវដែលជាព្រះរបស់គ្រិស្តសាសនាហើយព្រះយេស៊ូវត្រូវបានសគត់ដូចជាពួកគេចង់បានមែនតែ3ថ្ងៃក្រោយមកទ្រង់បានរស់ឡើងវិញជនជាតិ Jewish នេះគឺកាន់សាសនាយូដាសាសនានេះគឺគេរងចាំព្រះសង្គ្រោះមួយអង្គមកដើម្បីសង្គ្រោះរាជអ៊ីស្រាអែលចេញពីការគ្រប់គ្រងរបស់ពួករ៉ូម៉ាំងព្រះយេស៊ូវនេះហើយគឺជាព្រះមេស៊ីដែលពួកគេរងចាំដោយព្រោះតែទ្រង់យាងមកប្រសូតក្នុងភាពក្រីក្រទន់ទាបមិនមានឋានៈខ្ពង់ខ្ពស់ទើបពួកគេមិនបានទទួលទ្រង់ជាព្រះអង្គសង្គ្រោះរបស់ពួកគេឡើយពិតណាស់សាសអ៊ីស្រាអែលនេះធ្លាប់ត្រូវបានព្រះរើសតាំងឲ្យក្លាយជាពន្លឺទៅដល់សាសដទៃតាំងតែពីដំបូងមកម្លេះប៉ុន្តែសាសនេះតែងតែប្រឆាំងជាមួយនឹងព្រះហើយពេលនេះពួកគេលែងជាសាសរើសតាំងទៀតហើយចាប់តាំងតែពីពេលដែលពួកគេបានសម្លាប់ព្រះយេស៊ូវនិងបៀតបៀនគ្រីស្ទាននៅសម័យនោះមកម្លេះបើបងប្អូនមើលការបង្រៀនរបស់ព្រះយេស៊ូវគឺខុសពីការអនុវត្តរបស់ជនជាតិអ៊ីស្រាអែលបច្ចុប្បន្ននេះឆ្ងាយណាស់ដូច្នេះហើយបើសួរថាតើគ្រីស្ទានគួរគាំទ្រអ៊ីស្រាអែលដែរឬទេគាត់ណាស់គឺមិនគួរគាំទ្រទេហើយក៏មិនត្រូវគាំទ្រការកាប់សម្លាប់ដែរខ្ញុំមិនបាននៅខាងអ៊ីស្រាអែលហើយក៏មិនបាននៅខាងអ៊ីរ៉ង់ដែរគឺខ្ញុំនៅខាងការបង្រៀនរបស់ព្រះយេស៊ូវមុននឹងបញ្ចប់ខ្ញុំនឹងឲ្យការបង្រៀនរបស់ព្រះយេស៊ូវមួយចំនួនទៅដល់បងប្អូនស្ដាប់មានពរហើយអស់អ្នកដែលស្លូតត្រង់ត្បិតអ្នកទាំងនោះនឹងបានគ្រងផែនដីជាមរតកមានពរហើយអស់អ្នកដែលមានចិត្តមេត្តាករុណា
ត្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករណាវិញអ្នករាល់គ្នាឮសេចក្តីដែលសម្ដែងពីមនុស្សពីបុរាណថាកុំឲ្យសម្លាប់មនុស្សឲ្យសោះបើអ្នកណាសម្លាប់មនុស្សនោះក្រែងជាប់ជំនុំជម្រះហើយតែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញថាសូម្បីតែអ្នកណាដែលខឹងនឹងបងប្អូនអ្នកនោះក្រែងត្រូវជាប់ជំនុំជម្រះដែរអ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថាចូលស្រឡាញ់អ្នកជិតខាងតែស្អប់ខ្មាំងសត្រូវខ្លួនឯងវិញប៉ុន្តែខ្ញុំប្រាប់ថាត្រូវស្រឡាញ់ពួកខ្មាំងសត្រូវត្រូវឲ្យពោអស់អ្នកណាដែលបតិចផ្ដាសាត្រូវប្រព្រឹត្តល្អនឹងពួកអ្នកណាដែលស្អប់អ្នករាល់គ្នាហើយត្រូវអធិដ្ឋានឲ្យអ្នកណាដែលធ្វើទុកបៀតបៀនដល់អ្នករាល់គ្នាវិញចូលប្រយ័ត្នកុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្សលោកឲ្យតែគេមើលឃើញបើធ្វើដូច្នោះនោះអ្នករាល់គ្នាគ្មានរង្វាន់នៅនឹងព្រះវរបិតានៃអ្នកដែលគង់នៅឋានសួគ៌ទេឯចង្កៀងរបស់រូបកាយនោះគឺជាភ្នែកដូច្នោះបើភ្នែកអ្នកល្អនោះរូបកាយអ្នកទាំងមូលក៏បានភ្លឺដែរដូច្នេះឲ្យទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួននោះត្រូវឲ្យប្រព្រឹត្តនឹងគេដូច្នោះដែរត្បិតនេះឯងជាក្រឹតវិន័យហើយជាសេចក្តីទំនាយរបស់ពួកហោរាទាំងអស់នេះគឺគ្រាន់តែសង្ខេបប៉ុណ្ណោះបើបងប្អូនចង់ដឹងបន្ថែមខ្ញុំរីករាយនឹងចែករំលែកសូមអរគុណច្រើនសូមព្រះប្រទានពរ